យកមកចែករំលែកជូនទៅដល់បងប្អូនដែលជាអ្នកនិយមចូលចិត្តរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube ឲ្យចេះការពារ Channel YouTube របស់បងប្អូនកុំឲ្យខាងក្រុមហ៊ុន YouTube remove Channel យើងចោលបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកធ្វើការបង្ហាញប្រាប់ពីកលឹះមួយយកមកចែករំលែកជូនទៅដល់បងប្អូនដែលជាអ្នកនិយមចូលចិត្តរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube ឲ្យចេះការពារ Channel YouTube របស់បងប្អូនកុំឲ្យខាងក្រុមហ៊ុន YouTube remove Channel យើងចោលបាទបញ្ហានេះគឺមានស្ទើរតែគ្រប់គ្នាហើយចំពោះបងប្អូនដែលរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube ហើយក៏មិនតាន់មានគ្រូណាបានបញ្ចេញមុខឬក៏បញ្ចេញនៅចំណេះជំនាញមកប្រាប់យើងឲ្យយើងចេះការពារ Channel យើងកុំឲ្យខាងក្រុមហ៊ុន YouTube remove គឺអត់ទាន់មានទេបងប្អូនណាចឹងខ្ញុំមានដកពិសោធន៍បងប្អូនខ្ញុំដកពិសោធន៍របស់ខ្ញុំផ្ទាល់បាទដោយសារតែខ្ញុំធ្លាប់មានដកពិសោធន៍ចឹងខ្ញុំនឹងធ្វើវីដេអូមកបង្ហាញប្រាប់បងប្អូនបាទហើយខ្ញុំនឹងប្រាប់ពីមូលហេតុផលថាហេតុអ្វីបានជាក្រុមហ៊ុន YouTube ចេះតែ remove channel យើងចោលដោយ channel យើងមិនធ្វើខុសទៅលើច្បាប់គោលការណ៍របស់ក្រុមហ៊ុន YouTube សូម្បីតែមួយដងអញ្ចឹងបងប្អូនណាតាមពិតទៅកំហុសរបស់យើងបងប្អូនភាគច្រើនខ្ញុំជឿថាបងប្អូនអត់ទាន់ដឹងកំហុសខ្លួនឯងទេកំហុសដែលខាងក្រុមហ៊ុន YouTube គាត់ remove ហ្នឹងគឺមិនមែនចិត្តតែ remove ទៅតាមដែលអ្វីដែលគាត់ចេះតែនឹកឃើញទេបងប្អូនណាគឺយើងមានកំហុសដោយសារតែកំហុសហ្នឹងយើងអត់បានចាប់អារម្មណ៍ហ្នឹងហើយចឹងហើយពេលដែល YouTube remove channel យើងចោលបងប្អូនគិតថា YouTube ឥឡូវដូចជាប្លែកតាំងពី update មក channel មិនទាន់ផុសវីដេអូចូលផងក៏ remove ចោលក៏មានដែរបាទចឹងទៅលើនេះខ្ញុំសង្ឃឹមថាបងប្អូនបានមើលវីដេអូខ្ញុំហើយបងប្អូននឹងអាចជៀសវាងនៅផុតនឹងការ remove channel ចោលបងប្អូនណាបាទគឺជាកលឹះដ៏ល្អសម្រាប់បងប្អូនដែលជាអ្នកផលិតមាតិការរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube បាទអញ្ចឹងបងប្អូនដើម្បីយើងដឹងពីកំហុសរបស់យើងដែលយើងបានធ្វើខុសបាទទៅលើក្រុមហ៊ុន YouTube ហើយ YouTube ក៏បាន remove channel យើងចោលគឺមានតែមួយគត់បងប្អូនណាហ្នឹងហើយគឺមានតែមួយគត់ហើយបញ្ហាហ្នឹងភាគច្រើនកើតទៅលើ channel ដែលមានការរីកខ្លាំងហើយ subscribe ឡើងលឿនហ្នឹងហើយ channel តូចធម្មតាគឺអត់ងាយទេហើយហ៊ានតែ channel ណាឡើង sub ឡើង online ខ្លាំងអត់យូរទេគឺទៅហើយអញ្ចឹងខ្ញុំនឹងមកបង្ហាញប្រាប់បងប្អូនថាយើងគួរតែធ្វើល្មិចការពារល្មិចកុំឲ្យខាងក្រុមហ៊ុន YouTube remove channel យើងចោលបងប្អូនចូលទៅក្នុងកម្មវិធី Sorio YT នៅលើទូរស័ព្ទដៃរបស់បងប្អូនមកគឺនៅត្រង់កន្លែងខ្ញុំគូបងពើកខមានបាញ់សញ្ញាព្រួយបងប្អូនឃើញទេនេះកន្លែងដែលខ្ញុំគ្វាទៅគ្វាមកហ្នឹងបាទបងប្អូនចុចបកមកបាទពេលដែលយើងចុចចូលមកក្នុងSorio YT បងប្អូននឹងឃើញទម្រង់លក្ខណៈបែបនេះបងប្អូនណាបាទចឹងនេះគឺជាទិន្នន័យដែលយើងរកបានជាមួយនឹងមាតិកាដែលយើងបានផលិតចូលទៅក្នុង channel យើងបាទហើយនេះគឺជាទិន្នន័យវីដេអូរបស់យើងដែលយើងបានផុសចូលមកក្នុងchannel YouTube របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនចង់ដឹងថាកំហុសដែលយើងធ្វើខុសដោយយើងមិនដឹងខ្លួនណាតើយើងធ្វើខុសនៅចំណុចកន្លែងណាអញ្ចឹងបងប្អូនមកចុចត្រង់កន្លែងនេះបងប្អូននៅត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូបងពើកខមានបាញ់សញ្ញាព្រួយចំពីលើនឹងត្រង់តែនឹងគេដាក់ថាថិតការវិភាគបងប្អូនណាអញ្ចឹងបងប្អូនមកចុចចំទៅនឹងពណ៌មកបាទបន្ទាប់មកបងប្អូននឹងឃើញទម្រង់លក្ខណៈបែបនេះបាទតែពេលត្រង់កន្លែងហ្នឹងគឺជាកន្លែងដែលយើងពិនិត្យមើលទិន្នន័យអនឡាញបងប្អូនអ្នករកប្រាក់ចំណូលជាមួយក្រុមហ៊ុន YouTube បងប្អូនត្រូវចាំថាពេលដែលយើងពិនិត្យមើលសូមបងប្អូនកុំពិនិត្យមើលត្រង់កន្លែងនេះញួយពេកខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនភាគច្រើនគាត់ឧស្សាហ៍ចូលមកមើលញយបាទគឺត្រង់កន្លែងហ្នឹងឯងដើម្បីអីគាត់ចង់ដឹងថាថ្ងៃនេះអនឡាញ48ម៉ោងបានប្រមាណអីប្រមាណអញ្ចឹងហ្នឹងហើយតែបងប្អូនអត់បានចាប់អារម្មណ៍ពីចំណុចដែលយើងគួរតែការពារ channel YouTube យើងទេបងប្អូនណាហ្នឹងហើយគឺយើងចាប់អារម្មណ៍ត្រង់កន្លែងហ្នឹងខ្លាំងជាងគេនឹងចំពោះអ្នកដែលរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube ណាអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនត្រូវតែយកចិត្តទុកដាក់មែនទែនពេលដែលយើងផុសវីដេអូរបស់យើងចូលទៅក្នុង channel យើងប្រចាំថ្ងៃបងប្អូនត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនដើម្បីការពារជៀសវាងកុំឲ្យខាងក្រុមហ៊ុន YouTube remove channel យើងចោលបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងគេដាក់ថាទស្សនា
ទស្សនិកជនបងប្អូនណាឃើញទេកន្លែងខ្ញុំគូបងប្អូនក៏ហមានអាចសញ្ញាព្រួយចំពីក្រោមហ្នឹងបងប្អូនមិនចុចចំទៅនឹងពកមកបាទបន្តមកទៀតបងប្អូននឹងឃើញទម្រង់លក្ខណៈបែបនេះបងប្អូនណាហ្នឹងហើយតើមកបងប្អូនអូសឡើងលើបងប្អូនអូសឡើងលើបងប្អូននឹងឃើញទម្រង់បែបនេះណាបងប្អូនអូសតាមខ្ញុំមកបាទចំណុចដែលខ្ញុំចង់មកប្រាប់ឲ្យបងប្អូនចេះការពារ channel របស់បងប្អូនកុំឲ្យខាងក្រុមហ៊ុន YouTube remove channel របស់បងប្អូនបានគឺត្រង់កន្លែងនេះឯងកន្លែងគេដាក់ថាអាយុណាបងប្អូនណាបាទបងប្អូនត្រូវសង្កេតមើលគ្រប់ channel YouTube របស់បងប្អូនទាំងអស់បងប្អូនត្រូវចេះសង្កេតមើលត្រង់កន្លែងនេះអាកន្លែងនេះកន្លែងអាយុនេះបងប្អូនឃើញទេនេះកន្លែងនេះបាទចាំមួយភ្លាមបាទបងប្អូនត្រូវចាំថាគ្រប់ channel ទាំងអស់បងប្អូនធ្វើវីដេអូយ៉ាងណាជៀសវាងកុំឲ្យមានអ្នកដែលមានអាយុចាប់ពី13ឆ្នាំទៅដល់7ឆ្នាំចូលមើលដាច់ខាតទៅនេះបងប្អូនណានេះកន្លែងនេះបងប្អូនឃើញទេបាទ YouTube ដែលគាត់ចាប់កំហុសមកលើ channel យើងចោលហើយក៏គិតថាវីដេអូរបស់យើងអត់ត្រូវទៅនឹងច្បាប់គោលការណ៍របស់គាត់ត្រង់ថាវីដេអូហ្នឹងវាមិនមែនជាប្រភេទវីដេអូមនុស្សពេញវ័យចូលចិត្តមើលគឺជាប្រភេទវីដេអូមនុស្សដែលមិនទាន់គ្រប់អាយុបងប្អូនណាអញ្ចឹងច្បាប់ក្រុមហ៊ុន YouTube គាត់តែងតែប្រាប់យើងតាំងពីដើមមកហើយគឺថាមនុស្សដែលមានអាយុចាប់ពី13ឆ្នាំទៅដល់17ឆ្នាំគឺមិនអាចមានសិទ្ធិរលុយជាមួយនឹងក្រុមហ៊ុនរបស់គាត់បានទេបងប្អូនណាអញ្ចឹងអ្នកដែលមានអាយុចាប់ពី18ឆ្នាំទៅដល់24ឆ្នាំទើបអាចមានសិទ្ធិនឹងរលុយជាមួយនឹងក្រុមហ៊ុន YouTube បានអញ្ចឹងកាលណាវីដេអូយើងបើសិនជាយើងធ្វើតាក់ទងទៅលើវីដេអូបាទអ្នកមើលមានអាយុក្រោមពី18ឆ្នាំចុះក្រោមបើសិនជា YouTube ចាប់បានគេថាវីដេអូនឹងខុសច្បាប់គោលការណ៍របស់គេហើយ channel ហ្នឹងក៏ខុសច្បាប់គោលការណ៍របស់ក្រុមហ៊ុន YouTube ដែរអញ្ចឹងគេអាចនឹងធ្វើការ remove channel យើងចោលដោយគេមិនប្រាប់ពីមូលហេតុបងប្អូនត្រូវយល់ពីចំណុចត្រង់ទៅនឹងបងប្អូនណាបាទហើយជាពិសេសអ្នកដែលមាន channel ធំបាទ channel 20 30k 40k 50k អីឧស្សាហ៍ចូលទៅមើលត្រង់ទៅនឹងផងបងប្អូនណាពេលដែលបងប្អូនចូលមកមើលត្រង់ទៅនឹងបងប្អូនចូលមកមើលត្រង់ទៅនឹងបងប្អូនឃើញមានទិន្នន័យអ្នកដែលមានអាយុចាប់ពី13ឆ្នាំទៅដល់17ឆ្នាំមានន័យថាវីដេអូយើងហ្នឹងវាតាក់ទងទៅនឹងអ្នកមានអាយុដែលក្រុមហ៊ុន YouTube មិនបានអនុញ្ញាតឲ្យរលួយជាមួយនឹងក្រុមហ៊ុនគេឲ្យអញ្ចឹង channel យើងតែយើងធ្វើខុសដោយមិនដឹងខ្លួនគឺចំណុចត្រង់តែនឹងឯងបងប្អូនណាហ្នឹងហើយនឹងខ្ញុំបញ្ចូលប្រាប់បងប្អូនតែប៉ុណ្្នឹងដោយសារតែមានបងប្អូនយើងច្រើននេះគាត់តែងតែសួរមកខ្ញុំណាបាទក៏សួរខ្ញុំថាមូលហេតុអ្វីបានជា YouTube បច្ចុប្បន្ននេះបាទភាគច្រើនបាទឲ្យតែ channel ណា reach ខ្លាំង subscribe ឡើងខ្លាំងអត់យូរទេបាទតែមួយថ្ងៃពីរថ្ងៃគឺខាងក្រុមហ៊ុន YouTube remove ចោលដោយស្វ័យប្រវត្តិដោយសារអ្វីដោយសារតែយើងនឹងអត់បានចាប់អារម្មណ៍ត្រង់ចំណុចទស្សនិកជនបងប្អូនណាបាទចំណុចទស្សនិកជនហ្នឹងបាទគឺជាកន្លែងយើងស្រង់ទិន្នន័យមើលថាតើវីដេអូយើងផុសរាល់ថ្ងៃហ្នឹងអ្នកមានអាយុចាប់ពីប្រមាណឆ្នាំខ្លះដែលចូលចិត្តមើលហើយអ្វីដែលយើងការពារកុំឲ្យអ្នកមានអាយុក្រោមពី18ឆ្នាំចូលមើលគឺយើងត្រូវតែផលិតមេត្តាវីដេអូកុំឲ្យអ្នកដែលមានអាយុក្រោមពី18ឆ្នាំចូលមើលកាលណាទៅចូលមើលច្រើន YouTube គិតថា channel ហ្នឹងខុសនឹងច្បាប់គោលការណ៍របស់គេនឹង remove ចោលដោយស្វ័យប្រវត្តិបាទទោះបីជា channel ហ្នឹងមិនធ្លាប់ធ្វើខុសចំពោះលើវីដេអូយ៉ាងណាក៏ដោយគឺគេគិតថា channel ហ្នឹងបានផលិតមេត្តាវីដេអូទាក់ទងទៅនឹងកុមារភាពបាទចូលចិត្តមើលអញ្ចឹងគេនឹង remove ចោលដោយស្វ័យប្រវត្តិហើយបងប្អូនណាគេអត់ទុកទេអញ្ចឹងបងប្អូនផលិតមេត្តាវីដេអូយ៉ាងណាការពារកុំឲ្យវីដេអូយើងបាទមានអ្នកអាយុចាប់ពី13ឆ្នាំទៅដល់17ឆ្នាំចូលមើលអាហ្នឹងគឺផុតហើយបងប្អូនណាបាទអញ្ចឹងវីដេអូគឺខ្ញុំប្រាប់បងប្អូនតែប៉ុណ្្នឹងចុះបើសិនជាមានកំហុសខុសឆ្គងត្រង់តាណាអីសូមអធិស្ឋានមកដល់ខ្ញុំបាទផងសូមអរគុណនិងសូម